បាទសូមជម្រាបសួរបងប្អូនប្រិយមិត្ត Facebook ទាំងអស់គ្នាថ្ងៃនេះខ្លីៗពី Facebook សូមនាំអារម្មណ៍បងប្អូនទៅជួបនឹងរឿងថ្មីមួយទៀតដែលតកតងនឹងបញ្ហាព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសវៀតណាមយើងដឹងហើយថាកន្លងមកមានមតិមួយចំនួនតែងតែលើកឡើងថាការបោះបង្គោលតម្រុយព្រំដែនតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនរវាងប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាគឺមានបញ្ហាដែលថាប្រទេសវៀតណាមបានបោះបង្គោលចូលមកក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយអ្នកខ្លះទៀតថាជាការបោះបង្គោលតម្រុយព្រំដែននេះគឺជាការបោះតាមការបញ្ជាតាមការចង្អុលពីសំណាក់វៀតណាមប្រទេសវៀតណាមសម្រាប់បញ្ហានេះតើយើងយល់យ៉ាងណាដែរទៅលើបញ្ហាបង្គោលព្រំដែនបាទចំពោះបញ្ហាបង្គោលព្រំដែនខ្ញុំសូមលើកមួយនឹងទីគឺយើងនិយាយអំពីការទទួលបានឯករាជ្យនៃប្រទេសខ្មែរយើងប្រទេសនីមួយៗមុនបានទទួលឯករាជ្យតតែមានព្រំប្រទល់ច្បាស់លាស់រវាងប្រទេសជិតខាងដែលនៅជុំវិញប្រទេសយើងអញ្ចឹងការនោះគឺជំនាន់បារាំងគឺសម្ដេចតាគាត់បានទៅស្នើសុំអង្គការសហជីវជាតិទាមទារឯករាជ្យបាទហើយដូច្នេះហើយគឺគាត់ត្រូវតែបង្កើតព្រំប្រទល់រវាងប្រទេសជិតខាងនិងប្រទេសកម្ពុជាយើងផងដែរហើយការកំណត់ព្រំប្រទល់នោះគឺចំនួននោះគឺអត់មានទៅមើលតាមទីតាំងជាក់ស្ដែងទេគឺគាត់តែជាការគូសនៅលើផែនទីហើយមួយទៀតគឺតកតងបញ្ហាកម្ពុជានិងប្រទេសកម្ពុជាក្រៅទឹកដីកម្ពុជាក្រៅពីដើមក៏ជាទឹកដីរបស់ខ្មែរយើងដែរហើយប្រជាពលរដ្ឋយើងគឺធ្វើដំណាំអាស្រ័យផលអីគឺគាត់ឆ្លងកាត់គ្នាទៅវិញទៅមកហើយមួយទៀតគឺគាត់អត់ដឹងព្រំប្រទល់ទេថាដំណាប្រទេសទឹកដីកម្ពុជាចាប់ពីដំណាទៅទឹកដីកម្ពុជាក្រៅគឺគាត់អត់ដឹងទេអញ្ចឹងការដាំដំណាំអីគឺគាត់តែងតែហៀទៅគ្នាទៅវិញទៅមកដោយទឹកដីដោយឧទាហរណ៍ដូចជាប្រជាពលរដ្ឋមួយក្រុមអញ្ចឹងគាត់ទៅដាំដំណាំទៅលើទឹកដីប្រទេសទឹកដីកម្ពុជាក្រៅហើយប្រជាពលរដ្ឋនៅខាងកម្ពុជាក្រៅគាត់មកដាំដំណាំលើទឹកដីកម្ពុជាយើងអញ្ចឹងគាត់អត់មានកំណត់ច្បាស់លាស់ទេហើយដល់ពេលថ្មីនេះគឺមានការកំណត់បង្គោលព្រំដែនដោយអាជ្ញាធររវាងភាគីកម្ពុជានិងភាគីវៀតណាមគឺគាត់ទៅរកចំណុចដែលបានគូសចែកគ្នារវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនៅក្នុងផែនទីហើយដល់ពេលអញ្ចឹងដល់ពេលយើងទៅរកឃើញអញ្ចឹងទៅយើងមានឃើញចំណុចថាកន្លែងខ្លះដីខ្មែរយើងបាត់ប៉ុន្តែកន្លែងមួយទៀតគឺយើងបានដីមួយចំនួនមកវិញអាហ្នឹងបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋយើងពីដើមគាត់ដឹងថាព្រំប្រទល់មួយណាជារបស់ខ្មែរមួយណាជារបស់វៀតណាមអញ្ចឹងគឺគាត់ចេះធ្វើច្រឡំគ្នាដល់ពេលមានការបែកចែកអញ្ចឹងគឺគាត់គិតថាដីគាត់បាត់អស់ពាក្យកដាលហើយពាក្យកដាលទៀតគឺគាត់បានហើយកន្លែងខ្លះគាត់ថាដីគាត់ប៉ុណ្ណេះឥឡូវបានច្រើនជាងមុនទៀតបាទគួរបញ្ជាក់ផងដែរថាទាំងនេះហើយជាមរតកដែលអាណានិគមអាណាព្យាបាលប្រទេសបារាំងបានបន្សល់ទុកឲ្យព្រះរាជាណាចក្រកម្ពុជាអាណាព្យាបាលបារាំងបានធ្វើអាណានិគមមកលើព្រះរាជាណាចក្រកម្ពុជាប្រមាណរយៈពេល90ឆ្នាំបាទដើម្បីឲ្យកាន់តែច្បាស់ថែមទៀតថ្ងៃនេះខ្លីៗពី Facebook សូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅទស្សនាទស្សនវិជ្ជាជាក់ស្ដែងនៅតំបន់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសវៀតណាមដែលស្ថិតនៅក្នុងឃុំថ្នាធ្នង់ស្រុកដំដួលខេត្តស្វាយរៀងបាទសូមអញ្ជើញថ្ងៃនេះខ្លីៗពី Facebook សូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាដែលពួកយើងខ្ញុំបានចុះមកដល់ទឹកដីផ្ទាល់នៃភូមិធ្នង់ឃុំថ្នាធ្នង់ស្រុកដំដួលខេត្តស្វាយរៀងសូមពួកយើងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាទៅទស្សនាទស្សនវិជ្ជាជាក់ស្ដែងពីបង្គោលព្រំដែនរវាងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជានិងប្រទេសវៀតណាមបាទយើងទៅមើលទស្សនវិជ្ជានោះទាំងអស់គ្នានេះទស្សនវិជ្ជាភាពដែលជាព្រំប្រទល់រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមហើយនេះវិញគឺជាបង្គោលព្រំដែនរបស់ប្រទេសកម្ពុជាយើងជាមួយនឹងប្រទេសវៀតណាមយើងដឹងហើយថាពីបង្គោលនេះទៅខាងនេះគឺជាទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាហើយពីបង្គោលនេះមកខាងឆ្វេងដៃរបស់ខ្ញុំបាទនេះគឺជាទឹកដីរបស់ប្រទេសវៀតណាមយើងឃើញថានេះជាបង្គោលតម្រុយព្រំដែនមួយដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកំណត់តាមរយៈ
ម៉ាស៊ីនបច្ចេកទេសទំនើបនិងបោះទៅលើខ្សែបន្ទាត់ព្រំដែនមួយយ៉ាងច្បាស់លាស់ដូច្នេះចង់ដឹងថាពីបញ្ហានិងព័ត៌មានផ្សេងៗដែលតាក់ទងនឹងបង្គោលព្រំដែននៅតាមតំបន់នេះក្នុងឃុំថ្នាលធ្នងស្រុករំដួលខេត្តស្វាយរៀងនេះយើងទៅជួបបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថាតើគាត់មានចំណាប់អារម្មណ៍យ៉ាងណាបាទសូមអញ្ជើញសួរលោកអ៊ំពួកខ្ញុំមកពីខាងខ្លីៗពី Facebook មានសំណួរខ្លះចង់សួរទៅលោកអ៊ំតាក់ទងនឹងបញ្ហាបង្គោលព្រំដែនមួយបង្គោលនេះលោកអ៊ំតើលោកអ៊ំអាចជម្រាបពីឈ្មោះនិងតួនាទីរបស់លោកអ៊ំដែរបាទខ្ញុំបាទឈ្មោះជាសឿនជាសមាជិកក្រុមប្រឹក្សាឃុំខាងក្នុងបាទខ្ញុំបាទឈ្មោះគឹមយ៉ាញ់គឺប្រធានក្រុមប្រឹក្សាឃុំខាងក្នុងជាមេឃុំខាងតើយើងបោះរយៈពេលប្រហែលមកហើយបោះពីលិចមកហ្នឹងគឺមួយថ្ងៃអាចបោះបានតែ2បង្គោលទេក្នុងម្ដងណាបោះ2បង្គោលទេគណៈកម្មការជាតិខាងយើងខាងវៀតណាមហ្នឹងគាត់មកបោះណាអញ្ចឹងមានន័យថាយើងបោះរួមគ្នាមានចូលចម្រុះភាគីទាំងភាគីខាងកម្ពុជានិងវៀតណាមបាទតើកន្លងមកលោកអ៊ំតើមានបញ្ហាពាក់ព័ន្ធខាងប្រជាជនកម្ពុជានិងប្រជាជនវៀតណាមមានបញ្ហាអីជាមួយគ្នាដែរទេនៅតំបន់នោះបាទការតាក់ទងនឹងបោះបង្គោលហ្នឹងគឺបោះមកដល់បង្គោលខាងលិចនេះទី6ហ្នឹងគឺប្រជាពលរដ្ឋខាងកម្ពុជាយើងក៏គាត់មានការជំទាស់ដែរបាទហេតុអីតើគាត់មានអំណះអំណាងអីដែរបាទនឹងខ្ញុំក៏មិនដឹងដែរប៉ុន្តែយោបល់របស់គាត់ណាជាពលរដ្ឋហ្នឹងគាត់តវ៉ាជាមួយគណៈកម្មការជាតិបកគោហ្នឹងមកបោះហ្នឹងគឺមានអាជ្ញាធរខាងសូយោដីតាខេត្តគាត់ចុះមកដែរអត់មានទេតែមានតែគណៈកម្មការជាតិមានន័យថាគណៈកម្មការព្រំដែនចម្រុះគ្នាតើចោះចំពោះប្រជាជនវៀតណាមវិញមានបញ្ហាប្រជាជនវៀតណាមអត់មានមកទេមកតែខាងនៃប៉ូលីសព្រំដែនគេណាអញ្ចឹងតើកន្លងមកដែលឃើញប្រជាជនខ្មែរយើងទៅធ្វើកសិកម្មធ្វើស្រូវធ្វើស្រែអីចូលទៅខាងដីវៀតណាមដែរទេឬក៏មានប្រជាជនវៀតណាមមកចូលធ្វើក្នុងដីខ្មែរដែរទេតែកន្លែងនេះវាមាន2កន្លែងដែលខ្ញុំឃើញតែកន្លែងលិចជាបរិវត្តយើងធ្វើបើគណៈកម្មការព្រំដែនគាត់ដាក់អានេះម៉ាស៊ីនទៅតែន័យថាក្នុងទឹកដីខាងវៀតណាមមែនណាបាទហ្នឹងហើយតែដល់ខាងក្រោយមកបានគណៈកម្មការព្រំដែនទាំងសងខាងគាត់សម្រួលថាឲ្យត្រង់ហ្មងទៅទុកឲ្យចេះឲ្យជាជនខ្មែរធ្វើទៅហ្នឹងក៏គេមិនថាអីដែរណាដល់មកកន្លែងហ្នឹងបានន័យថាបានជាជនខ្មែរយើងមកដល់ពួកអីបកគោព្រំដែនហ្នឹងក៏មើលទៅវានៅចោនេះដែរលោកអ៊ំអញ្ចឹងមានន័យថាដីហ្នឹងគឺវានៅខាងនេះអញ្ចឹងបើកាត់ត្រង់វាអាចបោះគេអញ្ចឹងបាទព្រោះពីដើមមកយើងក៏គូសនៅលើផែនទីឯងអាជ្ញាធរក៏ដែរមកពិនិត្យតាមឋានទីនឹងជាក់ស្ដែងឯងដល់ពេលបច្ចុប្បន្នម៉ាស៊ីនទំនើបយ៉ាងដូច GPS គឺគេមករកពងវិញហើយគេចុចមកគឺរកឃើញកន្លែងហ្នឹងអញ្ចឹងពីដើមមកយើងដឹងថាដីខ្មែរយើងនៅដំណាហើយដីរបស់ខាងវៀតណាមនៅដំណាយដល់ពេលដែលមានការព្រមព្រៀងគ្នាគឺខាងអាជ្ញាធរទាំងពីរមកធ្វើការបែងចែកព្រមបន្ទល់គ្នាគឺគេយកចំណុចរួមមួយដែលមាននៅក្នុងផែនទីអញ្ចឹងផែនទីនោះដល់ពេលយើងយកមកចុចឃើញនៅកន្លែងហ្នឹងបាទយើងដឹងហើយកន្លងមកយើងឃើញថាមានបង្គោលព្រំដែននេះតាមព្រំដែនកម្ពុជានិងវៀតណាមនេះកន្លងមកយើងមានតែនៅលើផែនទីយើងដឹងគ្រប់គ្នាថាមានព្រំដែននៅលើផែនទីប៉ុន្តែជាក់ស្ដែងយើងអត់ដឹងថាប្រជាជនកម្ពុជាឬក៏ប្រជាជនវៀតណាមធ្វើចូលគ្នាអត់ដឹងថាគាត់ប្រជាជនវៀតណាមចូលមកដីកម្ពុជាហើយប្រជាជនកម្ពុជាចូលទៅដីវៀតណាមទេព្រោះប្រជាជនគាត់អត់ដឹងថាតំបន់ណាច្បាស់ជាខ្សែបន្ទាត់ព្រំដែននេះអញ្ចឹងទៅតាមទម្លាប់របស់គាត់មកគឺតំបន់ដែលគាត់ធ្លាប់ធ្វើកន្លងមកគឺគាត់គិតថាជាដីរបស់គាត់ប៉ុន្តែនៅពេលដែលយើងសម្រួលនឹងធ្វើការប្រើប្រាស់បច្ចេកទេសទំនើបទៅទើបយើងដឹងថាមានការចូលគ្នាអញ្ចឹងហើយបានបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងតែអនុវត្តទៅលើអនុសារណៈយោគយល់គ្នាដែលចុះថ្ងៃទី23ខែមេសា2011ទៅលើបញ្ហាព្រំដែននេះហើយមួយវិញទៀតដីនេះតាំងពីដើមមកគឺដីរបស់ខ្មែរយើងឯងប៉ុន្តែដោយសារជំនាន់បារាំងសម្ដេចតាគឺគាត់ទៅ
ទៀមទីឯករាជ្យភាពបូរណភាពពីបារាំងដល់ពេលអញ្ចឹងការកាត់ដីហ្នឹងគឺបារាំងអ្នកកាត់ហើយដីនេះពីដើមពីច្រើនគឺដីកម្ពុជាក្រៅគឺដីរបស់ខ្មែរយើងដដែលប៉ុន្តែដោយសារបារាំងកាត់ឲ្យទៅវៀតណាមអញ្ចឹងយកដឹងថាបារាំងកាត់ឲ្យតំណាយព្រោះនៅក្នុងផែនទីគឺបារាំងគូសឲ្យប៉ុន្តែជាក់ស្ដែងមែនទែនយកដឹងនៅត្រង់ណាយដល់អញ្ចឹងយើងគិតថាដីដែលយើងធ្វើដំណើរមួយថ្ងៃគឺជាដីរបស់យើងដោយសារបារាំងកាត់គឺគាត់អត់មានបានមកដល់កន្លែងហ្នឹងឯងហើយគាត់អត់មានបែងចែកដែរថាកន្លែងនេះរបស់ខ្មែរកន្លែងនេះរបស់វៀតណាមប៉ុន្តែដល់ពេលជាក់ស្ដែងដល់ពេលយើងយកផែនទីយកមកភ្ជាប់ជាមួយឧបករណ៍ GPS ទំនើបរបស់យើងគឺយើងបានចុចដឹងថាកន្លែងហ្នឹងត្រឹមនេះជាដីរបស់ខ្មែរហើយត្រឹមនោះគឺជាដីកម្ពុជាក្រោមដែលវៀតណាមកាត់ដែលបារាំងកាត់ឲ្យវៀតណាមបាទនេះជាមរតកមួយដែលបន្សល់ទុកពីខាងអាណានិគមបារាំងមកឲ្យប្រទេសកម្ពុជាតើលោកអង្គមានមតិយោបល់អីដែរចុងក្នុងខ្ញុំជាប្រធានក្រុមប្រឹក្សាឃុំណាក្នុងដែលខ្ញុំបានកាន់កាប់តាំងពី79រហូតមកដល់បច្ចុប្បន្ននេះបានន័យថាខាងបកគោកន្លងមកហើយតាមព្រំដែនយើងខ្ញុំមិនទាន់ប្រកបវិជាថាទាំងកន្លែងណាជាទឹកដីរបស់កម្ពុជាទឹកកន្លែងណាជាទឹកដីរបស់វៀតណាមទេព្រោះដល់ពឹងផ្អែកទៅលើការធ្វើកន្លងមកហើយទៅគឺប្រជាជនទាំងសងខាងមានជន់ចូលមានចាញ់បាទម្លោះហើយបងប្អូនធ្វើការងារទាំងអស់ទៅដល់ការងារនិយាយជំនួសគេថាលើធ្វើទៅកន្លែងណាកន្លែងហ្នឹងទៅណាដែលមិនបានធ្វើហើយបើថាជាដីរបស់យើងថាទុកជាតំបន់សដល់ទុកជាតំបន់សទៅក៏ផ្សាត់ធាមជាធ្វើទៅទឹកនឹងបញ្ហាការបោះបង្គោលថ្មីនេះបាទបង្គោលថ្មីនេះจึงមានភាពការមួយនេះថានៅតែវៀតណាមនៅចូលមកក្នុងដីយើងខ្លះយើងក៏ចាញ់ទៅទឹកដីវៀតណាមខ្លះបាទក្នុងក្រុមហ្នឹងចឹងករណីនេះយើងខ្ញុំទាំងអស់គ្នាមើលគ្មានបញ្ហាការងារហើយថាផែនទីដោយគណៈកម្មការជាតិទេបាទដោយគណៈកម្មការជាតិទេម្ល៉េះហើយលើខ្ញុំពឹងផ្អែកលើគណៈកម្មការជាតិកុំដោយបញ្ហាខាងគណៈបកសំគ្រោះដែលថាតំណាងថាមេឃុំថ្នាក់ធ្លងដោយនួនផលីដែលជាអ្នកមេឃុំថ្នាក់ធ្លងសួរថាក្រសួងតែងតាំងលោកឲ្យវិកាលបានឯងបើថាមិនគ្រប់បញ្ហាច្បាប់នឹងបាទហើយយកខ្ញុំទុកទីស្អីហើយក៏មកបំពងពាក្យមកនិយាយសម្ដីថាអញ្ចឹងហើយថាសិតតែយូនយកដីខ្មែរណាយកដីយូនអានឹងបញ្ហាខ្ញុំផ្អែកទាំងស្រុងលើបញ្ហាជាតិដើម្បីគណៈរាជរដ្ឋាភិបាលដោះស្រាយបាទគណៈកម្មការជាតិដើម្បីដោះស្រាយនៅចំនួនវាខ្ញុំក្រោយខ្ញុំមិនអោយមានការចំនួនដើម្បីថាខ្ញុំធ្វើថាដោយសម្ដេចមានប្រសាសន៍ថាមិនអោយមួយលីណាដើម្បីទឹកដីមាតុភូមិកម្ពុជាទៅលើបរទេសណាមួយដែរយើងក្រុមយើងក្រុមញាពីអាញាធរកណ្ដាលអក្រោយដែរក៏ខ្ញុំគឺគ្រប់តាមបទបញ្ជារបស់មេបាទខ្ញុំមិនថាខ្ញុំទូនីតិប៉ុណ្ណេះខ្ញុំថាខ្ញុំទៅស្អីទេប៉ុន្តែខ្លួនឯងដូចថាជាតំណាងជាមេឃុំជាក្រុមប្រធានក្រុមប្រឹក្សាឃុំបោះថាធ្លុងនិយាយនេះហាក់ដូចតែយកខ្ញុំនឹងគេบอกខ្ញុំទៅជាឲ្យសួនឯងគ្រប់ដែរនឹងបញ្ហាច្បាប់នឹងបាទអារឿងច្បាប់តាមព្រំដែនគឺទុកឲ្យជាតិដូចជាតិដោះស្រាយមួយគ្នាខ្ញុំអត់មានបញ្ហានេះសូមអរគុណបញ្ហានេះបាទដល់ពេលចុងក្រោយបើសិនជាអាជ្ញាធរក៏ដោះស្រាយហើយអញ្ចឹងតើអមមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះការធ្វើបែបហ្នឹងទេអានឹងខ្ញុំគ្រប់ទៅតាមច្បាប់បាទអ្វីគឺយើងគ្រប់ទាំងអស់គ្នាគឺជាច្បាប់ជាធំហើយវាអាចលែងឲ្យមានចំនួនរវាងខ្មែរនិងវៀតណាមគឺឆ្លងដីបាទមិនឲ្យឆ្លោះគ្នាព្រោះថាយើងគ្រប់ច្បាប់ទាំងអស់គ្នាមិនឆ្លោះទេបាទអត់ឆ្លោះទេមិនថាបប៉ោងដើម្បីបកលលក្ខណៈនៃបញ្ហាធ្វើឲ្យមានការចំនួនគ្នាទេជាមិត្តជាយើងទាំងអស់គ្នាណាមានការទីពិតចាំមកខ្ញុំការកន្លងមកហើយជំរាបជូនថាខ្ញុំធ្វើនេះគឺថាបើកម្ពុជាធ្វើមកឆ្លោះនេះវៀតណាមថាឆ្លោះដីគេខ្ញុំថាខ្ញុំមិនដឹងច្បាស់បែបឆ្លោះដីលោកឯងទេហើយលោកឯងមកធ្វើខាងនេះខ្ញុំដឹងថាច្បាស់លើដីខ្ញុំទេព្រោះខ្ញុំគ្មានអ្វីជាតំអាងទោះលើគណៈកម្មការជាតិគាត់រៀបចំបញ្ហាផែនទីទៅអញ្ចឹងខ្ញុំគ្រប់តាមបញ្ហានេះអញ្ចឹងក្នុងពេលនេះខ្ញុំក្នុងនាយអាធរខ្ញុំមិនទាន់បានឯកភាពលើបញ្ហានេះគឺសូមឲ្យបញ្ហាការវិជាជួនធ្លាប់ធ្វើកន្លែងណាឲ្យធ្វើកន្លែងនេះព្រោះខ្ញុំការចរចាជាមួយនឹងវៀតណាមទៅក៏ធ្វើកន្លែងណាគឺធ្វើកន្លែងនេះសិនបាទចាំតែក្តីសម្រេចនេះរបស់រាជរដ្ឋាភិបាលនៅក្នុងខាងគាត់កំណត់ពេលណាគាត់សម្រាប់ត្រឹមពេលណាខ្ញុំអនុវត្តតាមពេលហ្នឹងបាទបាទអញ្ចឹងវិធីខ្លី Facebook សូមអរគុណលោកអ៊ំ